backup mailbox និង address book នៅក្នុង Microsoft Outlook Express 2003 ទី1ខ្ញុំបើក Microsoft Outlook 2003សិនចឹងក្នុងការ backup នេះទីមុនដំបូងគឺយើងកណិតទៅកាន់ Exchange Server ចឹងនៅក្នុងនេះគឺមាន message ជាច្រើនហើយនៅក្នុងនឹង contact នេះគឺវាមាន address book របស់ email អតិថិជនដែលយើងបាន record ទុកចឹងគោលបំណងឡើយហ្នឹងគឺយើង backup ទាំងអស់ទុកចឹង file ទាំងអស់យើង backup ទាំង file គឺវាមកទាំងអស់ប៉ុន្តែមុនយើងធ្វើការ backup បានលុះត្រាតែយើងធ្វើវា offline សិនមានន័យថាគឺយើង copy message ទាំងអស់ពី Exchange Server មកដាក់នៅលើ machine របស់យើងប៉ុន្តែនៅលើ Exchange Server ក៏វាមានដែរតែក្នុងការយើងចង់ទូនទីយើងចង់ backup នៅក្នុង Outlook Express Microsoft Outlook Express 2003ចឹងគោលបំណងទី1យើងត្រូវធ្វើវា offline សិនចឹងយើងធ្វើ offline ហើយបើយើងអាចធ្វើការ backup Microsoft Outlook បាននេះវាចាប់ផ្ដើម download ពី Exchange Server យកមកដាក់នៅក្នុង Microsoft Outlook 2003បន្តមកខ្ញុំចុចទៅលើ tool យក option loader auto archive ចឹងកន្លែងនេះគឺចល័យ store mailbox របស់Microsoft Outlook 2003ចឹងគឺខ្ញុំចាប់ដើម copy វាខ្ញុំ copy តាមនេះមកបានហើយគឺយើងមើល path របស់វាតែម្ដងមកគឺ C my document setting administrator online local setting application data Microsoft Outlook 2003ចឹងកន្លែងនេះខ្ញុំ cancel ចោលខ្ញុំទៅបើក Explorer វិញតមកចូលលើ C document setting administrator online នៅក្នុងនេះអត់មានពាក្យថា local setting ទេគឺដោយសារយើងហាយយើងសូសិនមកចឹង local setting ត្រូវបង្ហាញលើនេះក៏ឃើញដែរ application data Microsoft Outlook បាទនេះគឺជា file នៅក្នុង Microsoft Outlook ចឹងគឺយើងទួនាទីរបស់យើងគឺយើង back copy អាហ្នឹងយកមកដាក់នៅក្នុង HD internal ឬក៏ flash drive ផ្សេងមិនថាយើង backup ចេញពី computer របស់យើងតែម្ដងចឹងខ្ញុំ copy file មួយហ្នឹងយកមកដាក់នៅលើ desktop ចឹងមានថាយើងកំពុងតែបើក Microsoft Outlook យើងមិនអាច copy ចេញបានទេឬតែខ្ញុំបិទសិនហើយបើខ្ញុំចាប់ដើមផាសចឹងនេះខ្ញុំបាន file មួយបន្តមកទៀតខ្ញុំចាប់ដើមចូលទៅក្នុង Microsoft Outlook ខ្ញុំលុប file ចោលតែម្ដងខ្ញុំបើក Microsoft Outlook សិនមកគេនៅទៅកាន់ Exchange ចឹងឥឡូវនេះនៅមាន message ដដែលចឹងខ្ញុំសាកល្បងលុប message ចោលទាំងអស់ខ្ញុំ delete ចឹង message អស់ហើយនៅក្នុង contact នេះនៅក្នុងកន្លែង email address នេះក៏ខ្ញុំចាប់ដើមលុបចោលដែរចឹងលុបចោលទាំងអស់នៅក្នុង mail ហ្នឹងក៏មាន message ដែរចឹងខ្ញុំសុំបិទហើយខ្ញុំបើកម្ដងទៀតnext ចឹងសារត្រូវបានអស់ហើយនៅត្រង់ contact នេះក៏អត់មានដែរចឹងខ្ញុំចាប់មកក្នុងការ backup ខ្ញុំចាប់បញ្ចប់ហើយប៉ុន្តែឥឡូវចូលចាប់ដើមក្នុងការ restore វិញម្ដងតែ restore ខ្ញុំធ្វើនៅ option ផ្សេងលើ backup ត្រូវបានបញ្ចប់ទៅនឹងសិន